សូមប្រិយមិត្តអ្នកស្ដាប់ជួយចុច Subscribe Like Share រកកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗលោកហេងប៊ុនហៀងថាលោកមិនពាក់ព័ន្ធនឹងសំណុំរឿងបោកគ្រាប់បែកឆ្នាំ1997មេអង្គរៈលោកហ៊ុនសែនគឺលោកឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងអះអាងថាលោកមិនដឹងពីការកោះហៅរបស់តុលាការបារាំងក្នុងរឿងគប់គ្រាប់បែកសម្លាប់បាតុករកាលពីថ្ងៃទី30ខែមិនិនាឆ្នាំ1997នោះទេប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងថាព័ត៌មាននៃការកោះហៅលោកហ៊ីងប៊ុនហៀងនិងលោកហ៊ុយពិសានដោយតុលាការបារាំងគឺជាការពិតហើយនេះជាការកោះហៅលើកទី3ហើយដែលមេតបទាំងពីរចូលសវនកម្មបារាំងមន្ត្រីការពារសិទ្ធិមនុស្សថាជនរងគ្រោះក្នុងសំណុំរឿងនេះនឹងបានយុត្តិធម៌ពីតុលាការបារាំងមេបញ្ជាការនៃអគ្គមេបញ្ជាការដ្ឋានកងអង្គរៈលោកហ៊ុនសែនគឺលោកហ៊ីងប៊ុនហៀងទទួលស្គាល់ថាតុលាការបារាំងមានយុត្តិធម៌និងមិនចេះតែធ្វើតាមការចោទប្រកាន់របស់លោកសំរងស៊ីដែលប្រមាថថ្នាក់ដឹកនាំរបស់គណៈបកប្រជាជនកម្ពុជានិងមេតបឡើយមេអង្គរៈរូបនេះថាលោកសំរងស៊ីទៅវិញទេដែលជាទណ្ឌិតក្បត់ជាតិនិងត្រូវចាប់ខ្លួនប្រសិនបើលោកសំរងស៊ីចូលទឹកដីកម្ពុជាលោកហ៊ីងប៊ុនហៀងថាគ្មានការចាំបាច់បញ្ជូនមេធាវីទៅកាន់ការពារក្តីនៅបារាំងទេលោកហ៊ីងប៊ុនហៀងប្រាប់អ្នកសារព័ត៌មានថាលោកមិនពាក់ព័ន្ធទៅនឹងតុលាការបារាំងឡើយហើយក៏គ្មានការចាំបាច់បញ្ជូនមេធាវីទៅការពារក្តីនៅបារាំងក្នុងរឿងបោកគ្រាប់បែកនៅថ្ងៃទី30ខែមិនិនាឆ្នាំ1997លោកអះអាងថារឿងក្តីនេះកើតចេញពីក្បត់ចោទប្រកាន់បែបសរសៃប្រសាទនិងគ្មានភស្តុតាងរបស់លោកសំរងស៊ីតែប៉ុណ្ណោះលោកហ៊ីងប៊ុនហៀងលើកឡើងថាខ្ញុំមើលទៅគាត់ដូចជាគាត់ចោទតែពីវាលពីការទៅលើទ័ពកងកម្លាំងប្រដាប់អាវុធមានផលហេតុអំណះអំណាងណាមួយដែលមកចោទខ្ញុំនិងឯកឧត្តមហ៊ុយពិសិដ្ឋណាកើតខ្ញុំគ្មានការចាប់អារម្មណ៍ណាមួយដែលគឺថាសម្រាប់គាត់គឺខ្ញុំចាត់ទុកថានៅស្រុកខ្មែរនេះគឺគេចាត់ទុកថាជាជនក្បត់ជាតិ3ចំនួនតាំងពីឪពុកគាត់មកបើនៅតុលាការកម្ពុជាគេកំពុងតាមចាប់ខ្លួនគាត់រឿងហេតុផលអញ្ចឹងមកចោទលើខ្ញុំប្រមាណ30ឆ្នាំជាងហើយមកតាក់ទងនឹងការចោទប្រកាន់ថាអត់អំណះអំណាងណាដែលត្រូវមានរូបណាដែលខ្ញុំបញ្ជាឲ្យបោកគ្រាប់បែកទេត្រូវតែមានរូបថតការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីបានសរសេរនៅលើទំព័រ Facebook កាលពីថ្ងៃទី8ខែមិនិនាថាលោកហ៊ីងប៊ុនហៀងនិងលោកហ៊ុយពិសិដ្ឋនឹងត្រូវកាត់ទោសនៅទីក្រុងប៉ារីសក្នុងថ្ងៃទី19 20 21ខែមិនិនាចំពោះការវាយប្រហារដោយគ្រាប់បែកដៃនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី30ខែមិនិនាឆ្នាំ1997តុលាការបារាំងក៏ហៅអ្នកពាក់ព័ន្ធជាច្រើនជុំវិញករណីនេះអតីតតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកប៉ែនសុថាវរិនដែលមនុស្សស្និទ្ធនឹងលោកសំរងស៊ីប្រាប់អ្នកសារព័ត៌មានថាព័ត៌មានដែលលោកសំរងស៊ីបង្ហោះលើទំព័រ Facebook នោះគឺជាការពិតលោកថាតុលាការបារាំងក៏ហៅអ្នកពាក់ព័ន្ធជាច្រើនទៀតទាំងជនរងគ្រោះសាក្សីរួមទាំងលោកហ៊ីងប៊ុនហៀងនិងលោកហ៊ុយពិសិដ្ឋឲ្យចូលសវនកម្មលោកប៉ែនសុថាវរិនមានប្រសាសន៍លោកហ៊ីងប៊ុនហៀងនិងលោកហ៊ុយពិសិដ្ឋឲ្យនៅក្នុងតុលាការថ្ងៃទី19 20 21ខែមិនិនា3ថ្ងៃហើយថ្ងៃទី21ខែមីនាគេនឹងសម្រេចឲ្យគាត់មិនមកគេសម្រេចទៅនឹងការកាត់ទោសកំបាំងមុខហើយគេហៅថាការកាត់ទោសនៅថ្ងៃទី19 20 21ឲ្យចូលរួមសវនកម្មដែលមានពាក្យបណ្ដឹងគឺលោកសំរងស៊ីហើយលោកស្រីមួងសុហួរជូឡង់និងសាក្សីជាច្រើនទៀតលោកប្រាតអាដាមស្អីអញ្ចឹងទៀតគឺជាសាក្សីកម្មករដែលមានគ្រោះថ្នាក់ដោយសារគប់គ្រាប់បែកនោះក៏មានសាក្សីផងដែរប៉ែនសុថាវរិនថាការកោះហៅលោកហ៊ីងប៊ុនហៀងនិងលោកហ៊ុយពិសិដ្ឋដោយតុលាការបារាំងនៅពេលនេះគឺជាលើកទី3ហើយប៉ុន្តែលោកហ៊ីងប៊ុនហៀងប្រាប់អ្នកសារព័ត៌មានថាមិនបានដឹងរឿងនេះទេបើទោះបីជាពេលនេះលោកហ៊ីងប៊ុនហៀងឆ្លើយមិនដឹងក៏ដោយកាលពីថ្ងៃទី30ខែធ្នូឆ្នាំ2021អនុប្រធានផ្នែកស៊ើបអង្កេតនៃតុលាការយុត្តិធម៌ក្រុងប៉ារីសនិងចៅក្រម
Sandbill Kerry បានចេញដីកាចាប់ខ្លួនលោកហ៊ុយពិសិដ្ឋនិងលោកហ៊ីងប៊ុនហៀងក្នុងការរៀបចំផែនការវាយប្រហារដោយគ្រាប់បែកលើការប្រមូលផ្ដុំបាតុកម្មរបស់ពលករពលរដ្ឋនិងកម្មកររោងចក្រនៅរាជធានីភ្នំពេញកាលពីថ្ងៃទី30ខែមីនា ឆ្នាំ1997 បាតុកម្មនេះក៏មានការចូលរួមរបស់លោកសំរងស៊ីដែរក្នុងគោលដៅសំខាន់ដើម្បីទាមទារឲ្យមានកំណែទម្រង់ប្រព័ន្ធតុលាការដីកាចាប់ខ្លួនរបស់តុលាការយុត្តិធម៌បារាំងនេះគឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់លោកសំរងស៊ីដីកានេះក៏បានកោះហៅលោកហ៊ុនសែនដែលកាលនោះជានាយករដ្ឋមន្ត្រីសម្រាប់ទូនាទីរបស់លោកពាក់ព័ន្ធនឹងការវាយប្រហារដែរប៉ុន្តែរដ្ឋាភិបាលបារាំងរារាំងការចាប់ខ្លួនលោកហ៊ុនសែនដោយលើកហេតុផលពីអភ័យឯកសិទ្ធិរបស់លោកគ្រីនោះគឺជាប្រមុខរដ្ឋាភិបាលជនសង្ស័យទាំងពីរសុទ្ធតែឡើងទូនាទីធំលោកហ៊ីងប៊ុនហៀងជាមេបញ្ជាការកងអង្គរៈលោកហ៊ុនសែនរីឯលោកហ៊ុយពិសិដ្ឋជាមេបញ្ជាការកងពលលេខ70បច្ចុប្បន្នលោកហ៊ីងប៊ុនហៀងឡើងជាមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទលើសពីនេះតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថនិងកងអង្គរៈគ្រួសារត្រកូលហ៊ុនដដែលរីឯលោកហ៊ុយពិសិដ្ឋឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិនិងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតប្រធានអង្គការពារប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលីលោកសង្សានក្រណាប្រាប់អ្នកសារព័ត៌មានថាលោកជឿជាក់ទៅលើតុលាការបារាំងដែលនឹងជំរះសេចក្តីដោយផ្អែកទៅលើផុសតាងនិងសាក្សីតាមរយៈការស៊ើបអង្កេតហ្មត់ចត់លោកថាតុលាការបារាំងមិនចេះតែសម្រេចទៅតាមមាត់របស់បុគ្គលមានអំណាចដែលឆ្លើយតបដោះសាររួចខ្លួនដោយតុលាការកម្ពុជានោះទេលោកសង្សានករណាមានប្រសាសន៍តុលាការបារាំងគេមិនមែនជាតុលាការលេងសើចដោយដែលតុលាការខ្វះឯករាជ្យភាពនៅក្រោមបញ្ជានយោបាយអីទេគឺតុលាការបារាំងយើងដឹងហើយអំពីគុណភាពដែលយើងជឿជាក់ទៅលើការផ្ដល់យុត្តិធម៌គឺច្បាស់ណាស់អ្នកណារងគ្រោះអ្នកទទួលនៅយុត្តិធម៌ហើយបើទោះបីអ្នកណាប្រព្រឹត្តដែលចេះតែថាខ្លួនមិនពាក់ព័ន្ធវាមិនមែននិយាយពាក់ព័ន្ធនឹងឲ្យរួចខ្លួនទេនៅថ្ងៃទី30ខែមីនា ឆ្នាំ1997នៅមុខមន្ទីររដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំងគ្រាប់បែកចំនួន4គ្រាប់ត្រូវបានជនអនាមិកគប់ចូលទៅក្នុងក្រុមបាតុករប្រមាណ200នាក់ដែលដឹកនាំដោយលោកសំរងស៊ីពេលនោះជាប្រធានគណបក្សជាតិខ្មែរការគប់គ្រាប់បែកនោះមានគោលដៅសម្រាប់លោកសំរងស៊ីនៅពេលដែលលោកដឹកនាំការប្រមូលផ្ដុំអ្នកគាំទ្រនិងប្រជាពលរដ្ឋទៅតវ៉ានៅសួនច្បារទល់មុខមន្ទីររដ្ឋសភាចាស់ក្នុងរាជធានីភ្នំពេញដើម្បីប្រឆាំងអយុត្តិធម៌សង្គមនិងអំពើពុករលួយការវាយប្រហារនោះបានផ្ដាច់ជីវិតមនុស្សចំនួន16នាក់និងជាង150នាក់រងរបួសដែលភាគច្រើនជាក្រុមបាតុករនិងអ្នកខ្លះទៀតបែរឈរក្បែរវងបាតុកម្មរួមមានកុមារផងចំណែកឯលោកសំរងស៊ីបានគេចផុតពីការគប់គ្រាប់បែកបាត់បង់ជីវិតហើយនឹងរងរបួសត្រង់ជើងដោយសារអង្គរៈរបស់លោកយកជីវិតទៅរងគ្រាប់ជំនួសក្រៅពីការស្លាប់និងរបួសប្រជាពលរដ្ឋខ្មែរក៏មានជនជាតិអាមេរិកម្នាក់ដែលរងរបួសធ្ងន់គឺលោករ៉ុនអាំនីដែលជាប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI នៃសហរដ្ឋអាមេរិកការស៊ើបអង្កេតរបស់លួន FBI អាមេរិកបានសម្ភាសន៍ទាហាននិងមន្ត្រីខ្មែរតាមឋានានុក្រមនៃអំណាចពីថ្នាក់ក្រោមឡើងលើលោកហ៊ុយពិសិដ្ឋធ្លាប់បានសារភាពប្រាប់ FBI ថាលោកបានបញ្ជាឲ្យដាក់ពង្រាយកម្លាំងកងពលលេខ70ទៅកាន់កន្លែងកើតហេតុនៅថ្ងៃនោះអ្នកស៊ើបអង្កេត FBI បានសន្និដ្ឋានថាមានតែលោកហ៊ុនសែនប៉ុណ្ណោះដែលអាចបញ្ជាឲ្យកងអង្គរៈចូលទៅក្នុងសួនច្បារដែលក្រុមបាតុករធ្វើការតវ៉ាលោកសំរងស៊ីធ្លាប់លើកឡើងថាលោកហ៊ុនសែនមានការព្រួយបារម្ភយ៉ាងខ្លាំងពីព្រោះតុលាការបារាំងនឹងសហការជាមួយនឹងប៉ូលីសអន្តរជាតិដើម្បីចាប់ខ្លួនពេលណាលោកហ៊ុនសែនទៅដល់ប្រទេសប្រជាធិបតេយ្យណាមួយក្រោយពីគាត់លែងមានអភ័យឯកសិទ្ធិក្នុងឋានៈជានាយករដ្ឋមន្ត្រីថៃវៀតណាមនិងឥណ្ឌា
ផាត់កម្ពុជាចោលក្នុងកិច្ចសហការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិអ្នកខ្លុំមើលនិយាយថាប្រទេសថៃវៀតណាមនិងឥណ្ឌាសហការគ្នានាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិដោយផាត់ប្រទេសកម្ពុជាចោលតាមការតាមដានអ្នកនយោបាយនិងជានាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរលោកសេងវ៉ាន់លីសរសេរលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី6មិនិនាថានៅពេលដែលរដ្ឋាភិបាលថៃវៀតណាមនិងឥណ្ឌាគិតគូរពីកសិកររបស់គេបែបនេះគឺពិតជាគួរឲ្យអាណិតកសិករខ្មែរពន់ពេកដែលរដ្ឋាភិបាលកម្ពុជាមិនអើពើនឹងតម្លៃកសិផលរបស់ពួកគេលោកសេងវ៉ាន់រីលើកឡើងថារដ្ឋាភិបាលនៃប្រទេសទាំង3មិនបានស្វែងរកការសហការជាមួយកម្ពុជាទេក្នុងការនាំចេញស្រូវនិងអង្ករព្រោះគេទំនងជាដឹងថារដ្ឋាភិបាលខ្មែរតែងតែបណ្តែតបណ្ដោយឲ្យពួកឈ្មួញកណ្ដាលសហការជាមួយនឹងឈ្មួញវៀតណាមនិងថៃកំណត់តម្លៃស្រូវនិងតម្លៃអង្ករខ្មែរតាមទំនឹងចិត្តទៅហើយនោះអ្នកជំនាញនយោបាយការទូតអន្តរជាតិរូបនេះបញ្ជាក់ថាការដែលថៃវៀតណាមនិងឥណ្ឌាមិនសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជាបែបនេះគឺជាភស្តុតាងមួយបង្ហាញពីលទ្ធផលនៃការគ្រប់គ្រងរបស់មេដឹកនាំខ្មែរកាលពីថ្ងៃទី6ខែមីនាកាសែត The Nation Thailand បានស្រង់សម្ដីរបស់ក្រសួងពាណិជ្ជកម្មថាប្រទេសថៃគ្រោងនឹងជួបពិភាក្សាជាមួយឥណ្ឌានិងវៀតណាមអំពីយុទ្ធសាស្ត្រដើម្បីដោះស្រាយការធ្លាក់ថ្លៃអង្ករដែលបណ្ដាលមកពីការផ្គត់ផ្គង់លើតម្រូវការនៅពេលនេះព្រោះប្រទេសឥណ្ឌានិងវៀតណាមគឺជាប្រទេសនាំចេញអង្ករធំជាងគេទាំងពីររបស់ពិភពលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ពីកិច្ចពិភាក្សាជាមួយឥណ្ឌានិងវៀតណាមនិងផ្ដោតទៅលើការសម្របសម្រួលយុទ្ធសាស្ត្រទីផ្សារដើម្បីគ្រប់គ្រងការប្រកួតប្រជែងក្នុងការទប់ស្កាត់តម្លៃអង្ករមិនឲ្យធ្លាក់ចុះបន្ថែមទៀតខណៈអង្ករចំនួន 2.2 លានតោនរបស់ថៃត្រូវបានរាយការណ៍ថាមិនទាន់បានលក់ចេញនៅឡើយជុំវិញបញ្ហានេះគេក៏សម្គាល់ឃើញថាតម្លៃស្រូវអង្កររបស់កម្ពុជាកំពុងធ្លាក់ថ្លៃយ៉ាងខ្លាំងខណៈរដ្ឋាភិបាលមិនទាន់មានវិធានការឬគោលនយោបាយណាមួយសម្រាប់ដោះស្រាយឲ្យជួយតម្លៃស្រូវរបស់កសិករងើបឡើងវិញនៅឡើយទេស្របពេលដែលគេប្រមូលផលស្រូវប្រាំងកំពុងត្រូវធ្វើឡើងពេញប្រទេសនាពេលនេះកសិករក្នុងខេត្តបាត់ដំបងសៀមរាបបន្ទាយមានជ័យនិងខេត្តកំពង់ធំជាដើមកំពុងប្រមូលផលស្រូវប្រាំងប្រាប់រក្សាព័ត៌មានថាតម្លៃស្រូវប្រភេទ OM 5451ដែលពួកគេកំពុងច្រូតនៅពេលនេះមានតម្លៃត្រឹមតែ700រៀលទៅ750រៀលប៉ុណ្ណោះក្នុង1គីឡូក្រាមចំណែកប្រភេទស្រូវ OM 85វិញគឺតម្លៃត្រឹមតែ600រៀលប៉ុណ្ណោះក្នុង1គីឡូក្រាមប្រភពដដែលអះអាងថាបើពួកគេលក់ក្នុងតម្លៃនេះនឹងខាតលុយធ្ងន់ធ្ងរដូច្នេះជំរើសក្នុងពេលនេះគឺមានតែហាលឲ្យស្ងួតរងចាំស្រូវឡើងថ្លៃជាងនេះបន្តិចប៉ុន្តែពួកគេមិនដឹងថាពេលណានឹងឡើងនោះទេហើយបើឡើងថ្លៃក៏មិនដឹងថាតម្លៃខ្ពស់បំផុតអាចពួកគេចំណេញបានឬក៏អត់នោះទេអ្នកសារព័ត៌មានក៏មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកទិតទីណាសូមការបកស្រាយរឿងនេះបាននៅឡើយទេដោយទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួលអ្នកស្រីមួងសុហួរថាមន្ត្រីរដ្ឋាភិបាលកម្ពុជាកັບកេងលុយជាតិរាប់សិបលានដុល្លារជារៀងរាល់ថ្ងៃប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅក្រៅប្រទេសលើកឡើងថាមន្ត្រីរដ្ឋាភិបាលកម្ពុជាតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមនាំគ្នាប្រព្រឹត្តអំពើពុករលួយជារៀងរាល់ថ្ងៃប្រមាណ 30% ទៅ 40% នៃចំនួនទឹកប្រាក់សរុបរាប់ពាន់លានដុល្លារអាមេរិកអ្នកស្រីមួងសុហួរលើកឡើងក្នុងคลิปវីដេអូប្រវែងជិត2នាទីដើម្បីអបអរសាទរទិវាសិទ្ធិនារី8មិនិនាត្រូវបានបង្ហោះលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី7មិនិនាថាលុយជាតិស្ទើរតែពាក់កណ្ដាលជារៀងរាល់ថ្ងៃត្រូវបាត់បង់ដោយសារអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាអ្នកស្រីថាផុសតាងនៃអំពើឧក្រិដ្ឋកម្មរបស់អ្នកទាំងនោះបានស្ដែងឲ្យឃើញតាមរយៈសម្ភារៈទំនើប
ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិកដែលពួកគេបង្អួតគ្នាតាមកម្មវិធីផ្សេងៗនាពេលកន្លងមកអ្នកស្រីមួងសុហួរលើកឡើងថាបើយោងទៅតាមប្រាក់បៀវត្សរបស់មន្ត្រីទាំងនោះពួកគេមិនមានលទ្ធភាពធ្វើជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនានាដែលមានតម្លៃរហូតទៅដល់រាប់លានដុល្លារអាមេរិកបែបនេះទេហើយក៏មិនអាចឲ្យពួកគេរស់នៅក្នុងភាពលយឆាយហឺហាទីវិល័យក្នុងកម្រិតអភិជនបែបនេះបានទេប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យរូបនេះអះអាងថាថវិកាជាតិដែលពលរដ្ឋបានបង់ពន្ធគឺត្រូវបានប្រមូលយកទៅដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងគោលដៅបម្រើសេចក្តីត្រូវការនិងផលប្រយោជន៍របស់ពលរដ្ឋជាពិសេសស្ត្រីដែលត្រូវបានគេគាំពៀពីរដ្ឋាភិបាលទាំងសិទ្ធិនិងសេវាគាំពៀសង្គមផ្សេងៗអ្នកស្រីមួងសុហួរបញ្ជាក់ថាដើម្បីលុបបំបាត់អំពើពុករលួយនៅកម្ពុជាគឺត្រូវការរដ្ឋាភិបាលមួយដែលស្អាតស្អំអង្គការសង្គមស៊ីវិលដែលមានតម្លាភាពនិងស្ថាប័នសារព័ត៌មានឯករាជ្យទោះសង្គមកម្ពុជាទាំងមូលនឹងក្លាយទៅជាសង្គមស្អាតស្អំគណៈប្រជាពលរដ្ឋគ្រប់រូបជាពិសេសស្ត្រីនឹងទទួលបានការគាំពៀពីសង្គមយ៉ាងយកចិត្តទុកដាក់ផងដែរក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ9ធ្នូឆ្នាំ2024កន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយនិងតួអង្គពាក់ព័ន្ធទាំងអស់រួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះមួយចំនួនដែលគាំទ្រដោយកិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយលោកហ៊ុនសែនបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ចាត់វិធានការពង្រឹងការអប់រំប្រឆាំងអំពើពុករលួយឲ្យមានវិសាលភាពក្រោតដណ្ដប់ឲ្យបានកាន់តែទូលំទូលាយកាន់តែជ្រៅនៅក្នុងស្រទាប់សង្គមទាំងក្នុងស្ថាប័នសាធារណៈឯកជននិងសង្គមស៊ីវិលដើម្បីជំរុញឲ្យការបង្ការទប់ស្កាត់ក្នុងរដ្ឋាភិបាលសាធារណៈឲ្យកាន់តែមានតម្លាភាពនិងគណនេយ្យភាពយ៉ាងណាក៏ដោយការពីពាក់កណ្ដាលខែកុម្ភៈឆ្នាំ2025អង្គភាពតម្លាភាពកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ស្តីអំពីសន្ទុះនៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ2024ថាប្រទេសកម្ពុជាឈរកំពូលតារាងលំដាប់ទី2ខាងប្រព្រឹត្តអំពើពុករលួយក្នុងចំណោមប្រទេសទាំង10ក្នុងតំបន់អាស៊ានដែលលទ្ធផលនេះបង្ហាញពីនិន្នាការដ៏គួរឲ្យព្រួយបារម្ភដោយសារតែបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជានៅតែបន្តធ្លាក់ចុះក្នុងកម្រិតទាបអ្នកខ្លុំមើលថាទឹកដីកម្ពុជានឹងបន្តបាត់បង់បើពលរដ្ឋខ្មែរបន្តរងចាំការចរចាទ្វេភាគីរវាងកម្ពុជាថៃក្រុមប្រឹក្សាអ្នកខ្លុំមើលកម្ពុជាអះអាងថាបើពលរដ្ឋខ្មែរនៅតែបន្តរងចាំការចរចាទ្វេភាគីរវាងរដ្ឋាភិបាលថៃជាមួយកម្ពុជាជុំវិញបញ្ហាបូរណភាពទឹកដីទាំងដែនដីនិងដែនគោកទាំងដែនទឹកនោះដីខ្មែរនឹងបន្តបាត់បង់ជាមិនខានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ាណាតប្រាប់អ្នកសារព័ត៌មានថាទងជាតិខ្មែរថៃត្រូវតែមានគេលួចយកទៅដោតទៅលើទឹកដីខ្មែរនៅតំបន់ប្រាសាទតាម៉ុនធំកាលពីពេលថ្មីនេះគឺជាភស្តុតាងមួយបង្ហាញយ៉ាងច្បាស់ថាថៃមិនគោរពបូរណភាពទឹកដីរបស់កម្ពុជាលោកម៉ាណាតលើកឡើងថារូបភាពនេះក៏បង្ហាញឲ្យឃើញដែរថាការចរចាទ្វេភាគីរវាងកម្ពុជាថៃមិនទទួលបានលទ្ធផលជាវិជ្ជមានអ្វីទាំងអស់ដូច្នេះក្រៅពីប្តឹងថៃទៅតុលាការអន្តរជាតិគឺកម្ពុជាគ្មានជំរើសផ្សេងទេប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថាការយកទង់ជាតិទៅដោតលើទឹកដីកម្ពុជាក៏បង្ហាញឲ្យឃើញនៅការប្រមាថរបស់ប្រទេសថៃមកលើជាតិខ្មែរទាំងមូលផងដូច្នេះបើរដ្ឋាភិបាលខ្មែរនៅតែបន្តជំហរចរចាទ្វេភាគីជាមួយថៃទៀតនោះកម្ពុជាគ្មានសង្ឃឹមនឹងទទួលបានទឹកដីដែលថៃបានរំលោភបំពានយកមកប្រគល់វិញនោះទេវីដេអូឃ្លីបមួយប្រវែង7នាទីត្រូវបានចែកចាយប្រងព្រាតលើបណ្ដាញសង្គម Facebook ដែលបង្ហាញពីសកម្មភាពទាហានខ្មែរទម្លាក់ទង់ជាតិថៃដែលត្រូវបានគេលួចយកមកដោតលើទឹកដីខ្មែរក្រៅពីទង់ជាតិថៃលើបង្គោលទឹកដីខ្មែរហើយទង់ជាតិខ្លះត្រូវបានគេលួចយកទៅកឹបភ្ជាប់ជាមួយនឹងដើមឈើតាក់ទងនឹងបញ្ហានេះកាលពីពាក់កណ្ដាលខែកុម្ភៈឆ្នាំ2025មានការប៉ះទង្គិចគ្នាបានកាត់ឡើងរវាងពលរដ្ឋខ្មែរជាមួយទាហានថៃដែលយើងឈរយាមនៅកាមលើប្រាសាទតាម៉ុនធំ
បន្ទាប់ពីពលរដ្ឋខ្មែរនាំគ្នាច្រៀងចម្រៀងជាតិបទដែនដីខ្មែរប្រែថាសុវណ្ណភូមិនៅទីនោះទាហានថៃបានហាមឃាត់មិនឲ្យពលរដ្ឋខ្មែរច្រៀងចម្រៀងនោះឡើយក្រោមហេតុផលថាពលរដ្ឋទាំងនោះកំពុងច្រៀងចម្រៀងខ្មែរលើទឹកដីរបស់ថៃផ្អែកតាមផ្នែកប្រវត្តិសាស្ត្រប្រាសាទតាមុនធំត្រូវបានឈ្លានពានដោយភាគីថៃតាំងពីអំឡុងឆ្នាំ2008មកប៉ុន្តែសប្តាហ៍ថ្ងៃភាគីថៃបានដាក់ទាហានរបស់ខ្លួនឲ្យយាមជាមួយនឹងទាហានខ្មែរចំនួន7នាក់ដូចគ្នា